59 គម្រោងវិនិយោគមានទំហំទុន860លានដុល្លារអាមេរិកក្រុមប្រឹក្សាភិបាលអភិវឌ្ឍកម្ពុជាអនុម័តនៅក្នុងខែមេសាឆ្នាំ2025 វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ3 in 1រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមនៅក្នុងខែមេសាឆ្នាំ2025មានគម្រោងវិនិយោគចំនួន59គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ860លានដុល្លារអាមេរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC សេចក្តីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថានៅក្នុងខែមេសាឆ្នាំ2025ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន59គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ860លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានប្រមាណ39,000កន្លែងនៅក្នុងចំណោមគម្រោងវិនិយោគសរុបគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន32គម្រោងនិងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន27គម្រោងជារួមបើតាម CDC ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន37គម្រោងស្មើនឹងប្រមាណ168%ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង550លានដុល្លារអាមេរិកស្មើនឹងប្រមាណ178%ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024សូមជម្រាបថាក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន231គម្រោងក្នុងទុនវិនិយោគប្រមាណ3.4000លានដុល្លារអាមេរិកនៅក្នុងរយៈពេល4ខែនៃឆ្នាំ2025បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024ចំនួនគម្រោងបានកើនឡើងចំនួន103គម្រោងស្មើនឹងប្រមាណ 80% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង856លានដុល្លារអាមេរិកស្មើនឹងប្រមាណ 34%